Ngày nay mìnhណែនាំហាងលក់ចានកែវជប៉ុននៅខាងបាត់ដំបងឈ្មោះម៉ាឡេសុភីលក់ចានកែវជប៉ុនបាត់ដំបងអាច search នៅក្នុង Facebook ក៏បាន Google Map ក៏បានដែរទីតាំងហួសវត្តសុភីបន្តិចអាចមករកបានមានអីវ៉ាន់ច្រើនខ្លាំងមែនតើហ្មងណានិយាយទៅធានាថាអីវ៉ាន់សុទ្ធរបស់ជប៉ុនហ្មងជាប្រភេទជជុះហើយមានច្រើនម៉ូដច្រើនម៉ាកអីវ៉ាន់ខុសគ្នាទាំងអស់ហ្មងយើងទិញយកទៅប្រើនៅក្នុងផ្ទះមានតែមួយទេអត់ច្រឡំមួយគេមួយឯងទេនិយាយទៅនេះមានថោផ្កាផងមានប៉ាន់តែផងមានផើងមានចានទូចចានធំចានកឡុកអីនិយាយទៅមានច្រើនម៉ូដច្រើនម៉ាកហ្មងណាអាចទៅមើលផ្ទាល់បានចំពោះតម្លៃវិញគឺអត់ថ្លៃទេតម្លៃគឺសមរម្យខ្លាំងមែនតែនហ្មងអ្នកបាត់ដំបងមានពេលទំនេរអាចឈៀងទៅលេងបានទៅមើលអីវ៉ាន់ផ្ទាល់បានព្រោះអីវ៉ាន់មានរាល់ថ្ងៃហ្មងថ្មីរាល់ថ្ងៃដូចថោផ្កានេះចឹងស្អាតខ្ជូតមានទាំងទូចមានទាំងធំហើយមានទាំងមាត់តូចមាត់ធំនិយាយទៅឆ្លាញ់ម៉ូដអីអាចទៅមើលបានណានិយាយទៅវាច្រើនប្រភេទពេកខ្ញុំមិនដឹងណែនាំមួយណាទេមានតែថតត្រួសឲ្យមើលនឹងឯងឆ្លាញ់មួយណាអាចជិះទៅបានហើយមានតែមួយទេតែអស់ហើយគឺអស់ហើយអត់មានទៀតទេតែរោក៏អត់មានដែរនិយាយទៅខ្ញុំទៅសើអីវ៉ាន់ជប៉ុនខ្លាំងមែនតើហ្មងវាមានច្រើនខ្លាំងពេកអញ្ចឹងទៅយើងទៅនឹងក៏អត់ដឹងរើសអីដែរដោយសារតែច្រើនពេកខ្វាងកពេកឆ្លាញ់មួយស្ដាយមួយអូមើលទៅនៅក្នុងទូកញ្ចក់ទៅដឹងហើយមានកែវមានអីចឹងណាកែវសម្រាប់ដាក់ស្រាដាក់អីក៏មានដែរនិយាយទៅធានាហ្មងទៅហើយគឺញៀនដើរមើលដើររើសដើរទិញហ្មងនេះខ្ញុំឃើញថោនេះមួយខ្ជូតខ្លាំងមែនតើហ្មងមើលរៀងគេហើយអាចដាក់ផ្កាបានណាដាក់បានប្រហែល2-3តោងដែរយើងដាក់នៅលើតុធ្វើការក៏បានដាក់តាំងក៏បានដែរហើយអីវ៉ាន់មានគ្រប់ធ្នើហ្មងមានទាំងលើទាំងក្រោមអ្នកមើលលើកុំភ្លេចមើលដល់ក្រោមផងណាខាងក្រោមហ្នឹងក៏អីវ៉ាន់ថ្មីដែរកុំមើលតែខាងលើពេកមកឥឡូវមកមើលកែវម្ដងអានេះវាដូចជាថោផើងដាក់ទូចដាក់ផ្កាដាក់ប្រទាលអីទូចបានណាយើងគ្រាន់តែចោះគូតខាងក្រោមហ្នឹងទៅយើងដាក់ប្រទាលបានហើយស្អាតនិយាយតែមិនមែនតែមួយម៉ូតហ្នឹងមានច្រើនតើតែយើងទៅមើលផ្ទាល់ក៏បានដឹងណាសូម្បីតែខ្ញុំក៏ញៀនដែរខ្ញុំមើលរាល់ថ្ងៃហ្មងហើយយើងអាចទៅថតបែបជា vintage ក៏បានដែរជាភេទបុរាណអីចឹងណាស្លៀកពាក់ឲ្យតែស្អាតទៅថតលេងនៅនឹងក៏បានដែរអត់អីទេនេះបើនិយាយពីអានេះយើងដាក់ទឹកតែបានណាហើយយើងគ្របគម្របបានទៀតគេមានគម្របនៅក្នុងនឹងស្រាប់ហើយគេមានច្រើនឡាយខ្លាំងមែនតើហ្មងបាទនេះចានមានតូចមានធំមានចានគីឡូមានចានតប៉ែតមានទាំងចានអូយច្រើនរៀបរយអត់ទេមានតែមើលតាមនៅវីដេអូហ្នឹងទៅស្លាញ់អីទៅមើលផ្ទាល់បានតែយូរគេយកអស់ហើយតាមពិតទៅនៅបាត់ដំបងស្គាល់បានដោយសារតែនៅវាច្រើនណាវាអីវ៉ាន់ច្រើនពេកដល់ពេលចឹងទៅមានតើវារៀងអស់គ្នាមើលតាមឆ្ងាយពីក្រុងតិចតែមានឆ្ងាយខ្លាំងទេគ្រាន់តែហូបវត្តសុភីតិចវាទៅវត្តសុភីទៅខ្ញុំទៅពេលអញ្ចឹងអត់ដឹងថាយកបានអីរកឃើញទីតាំងហើយតើតើអ្នកមានគំនិតច្នៃប្រឌិតទិញទៅដឹងថាចានណាយកទៅធ្វើអីចានណាយកដាក់អីចឹងណាដូចចានទូចអស់នេះចឹងម៉ូដគេទូចមែនប៉ុន្តែនេះក្បាច់ក្បូរគេអូ detail អីឡើងកប់សេរីហ្មងណាមើលឲ្យខ្វាកនិយាយទៅនៅហ្នឹងគឺលក់ចានសុទ្ធហ្មងច្រើនខ្លាំងមែនតែនហ្មងណាហើយចង់បានអាម៉ូដមិនក៏មានដែរឲ្យតែយើងឈ្នះទាំងអង្គុយរើសទាំងអង្គុយរើណាតែយើងអត់ចង់មើលតាព្រោះដោយសារតែឃើញច្រើនពេកទៅពេលអញ្ចឹងទៅយើងអត់ដឹងមើលអីចាប់អីតែអីទេចំណាយពេលមកល្ងាចទៅលេងទៅអង្គុយមើលទៅអីវ៉ាន់ច្រើនខ្លាំងណាស់ធានាហ្មងទៅហើយអត់ស្ដាយលុយទេដាក់ម្នាក់មកកត្រកពីកត្រកមកផ្ទះវិញយកមកដូរចាននៅផ្ទះយើងនិយាយទៅឲ្យមានគ្រប់សពគ្រប់ម៉ាកយេអូខ្ញុំស្រឡាញ់ខ្លាំងហ្មងស្រឡាញ់គ្រប់ម៉ូដហ្មងមិនថាតូចមិនថាធំមិនថាចាមិនថាពេងអីទេស្រឡាញ់គ្រប់ប្រភេទហ្មងនេះជាផ្សេងខ្ញុំជឿជឿអាចរបៀបតូចខ្ជូតអីចេះស្អាតខ្លាំងហ្មង
ចឹងកន្លែងហ្នឹងមិនមែនសម្រាប់តែមនុស្សចាស់ឬមនុស្សធំអីគេទិញទេយើងក្មេងៗវិទ្យាល័យក្មេងៗអីក៏អាចទៅមើលបានព្រោះវាមានចានទាំងកូនក្មេងមានទាំងចានខ្ជិលខ្ជូតអីហើយអានេះអីតម្លៃដូចជា2000អីទេថោកទេអាចទៅមើលបាននេះនៅទៅលើទៅនៅនេះតម្លៃគឺធូរថ្លៃខ្លាំងហ្មងណាតម្លៃនៅក្នុងហាងហ្នឹងមានចាប់ពី500រៀលឡើងទៅអញ្ចឹងយើងមាន2000អីក៏អាចទៅទិញបានដែរមានច្រើនណានិយាយទៅតាមតម្លៃនៅនឹងអញ្ចឹងអាចទៅមើលទៅមានច្រើនមែនតែនហ្មងចឹងបញ្ជាក់ម្ដងទៀតទីតាំងនៅហួសវត្តសុភីបន្តិចហើយជិះតាមរ៉បមកស្ទឹងនឹងមកចម្ងាយប្រហែល500ម៉ែត្រអីហ្នឹងដល់ហាងហើយឬក៏ស៊ើចនៅក្នុង Google Map ក៏បានដែរដាក់ថាម៉ាឡេសុភីលក់ចានកែវជប៉ុនទៅគឺចេញឲ្យហ្មងមួយទៀតបងប្អូនអាចទៅឆែកនៅក្នុង Facebook Page ក៏បានដែរក៏គាត់មាន Page ដែរនិយាយទៅវាយថាម៉ាឡេសុភីលក់ចានកែវជប៉ុនទៅក៏ចេញដែរណាហើយអាចចុចទីតាំងនៅនឹងមើលបាននិយាយទៅមានតែប៉ុណ្្នឹងទេឬគ្រាន់តែថតបង្ហាញទីតាំងលក់ចានកែវជប៉ុនបាត់ដំបងនៅខាងបាត់ដំបងណាងាយស្រួលរកអ្នកចង់បានចានអីប្លែកអាចទៅមើលបានហើយបើសិនជាចង់ឲ្យថតចានកែវអីម៉ូតប្លែកអីទៀតខ្ញុំនឹងថតឲ្យមើលទៀតនិយាយទៅមានច្រើនពេកថតអត់អស់ទេតែបើសិនជា comment មកប្រាប់ថាចង់ឃើញអីទៀតខ្ញុំនឹងទៅរុករកអាចារ្យណាដែលប្លែកឬចានណាដែលបងប្អូនចង់ឃើញអីហ្នឹងថតឲ្យបងប្អូនមើលអញ្ចឹងណានិយាយទៅសប្បាយខ្លាំងសូម្បីតែអ្នកថតនេះក៏សប្បាយដែរសប្បាយនឹងថតដូចគ្នាបងប្អូនអញ្ចឹងកុំភ្លេចហាម៉ាឡេសុភីលក់ចានកែវជប៉ុនបាត់ដំបង